នាយករដ្ឋមន្ត្រីជំរុញការប្រកួតប្រជែងក្នុងវិស័យអប់រំដើម្បីធនធានមនុស្សក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សាអគារស្នាក់នៅរបស់គ្រូបង្រៀននិងអគារទីចាត់ការនៅវិទ្យាល័យហ៊ុនសែនវីរិញក្នុងមូលដ្ឋានខេត្តព្រះសីហនុនាថ្ងៃទី26ខែមីនាឆ្នាំ2025សម្ដេចបវរថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាការប្រកួតប្រជែងក្នុងវិស័យអប់រំមិនមែនត្រឹមតែដើម្បីបានតែពានរង្វាន់នោះទេតែដើម្បីទទួលផលជាក់ស្ដែងក្នុងការផលិតធនធានមនុស្សក្នុងន័យនេះសាលារៀនកាន់តែទទួលបានលទ្ធផលល្អនោះធនធានមនុស្សកាន់តែប្រកបដោយគុណភាពទាំងគ្រូនិងសិស្សហើយធនធានមនុស្សនេះនឹងចែកផលបន្តសម្ដេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាសម្ភារៈបរិក្ខារប្រើប្រាស់ទំនើបកម្មទៅមុខតែនឹងថយចុះតាមពេលវេលានិងអាយុកាលនៃការប្រើប្រាស់ទាំងគុណភាពនិងបច្ចេកទេសតែធនធានមនុស្សកាន់តែប្រើប្រាស់កាន់តែល្អនិងរីកចម្រើនហើយរីកដុះដាលបន្ថែមសម្ដេចបវរថាបតីបញ្ជាក់ថារាជរដ្ឋាភិបាលបានផ្ដល់អាទិភាពក្នុងការជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដែលជាជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផងនិងសេដ្ឋកិច្ចជាតិផងដោយផ្ដោតលើកត្តាអាទិភាពក្នុងការផ្ដល់ជូនប្រជាជន1សុខភាពល្អ2មានចំណេះដឹងនិង3រកឱកាសការងារឬបង្កើតអាជីវកម្មផ្ទាល់ខ្លួនពិសេសធានាលំនឹងស្ថិរភាពសម្រាប់ជីវភាពរស់នៅបន្ថែមលើនេះសម្ដេចបវរថាបតីហ៊ុនម៉ាណែតបានសង្កត់ធ្ងន់ថាវិស័យអប់រំដែលរឹងមាំបានអាស្រ័យលើកត្តាពីរទី1វត្តមានគ្រូប្រកបដោយគុណភាពតាមរយៈការបង្កើននូវគុណវុឌ្ឍិទាំងចំណេះទូទៅនិងចំណេះវិជ្ជាជីវៈដើម្បីធានាបាននូវការអប់រំទទួលបានជោគជ័យទី2កត្តាហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈដែលបម្រើដល់ការសិក្សាផ្ទាល់និងកម្មវិធីសិក្សាសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក